បាទជាដំបូងខ្ញុំបាទសូមគោរពទៅដល់ថ្នាក់ដឹកនាំក៏ដូចជាលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថានអាកាជាទីគោរពក៏ដូចជាសួស្តីទៅកាន់បងដែលជានិស្សិតរួមចំនួនទាំងអស់គ្នាខ្ញុំបាទឈ្មោះអនសារ៉ាតគឺជាតំណាងឲ្យក្រុមទី1ដែលយើងខ្ញុំគឺជាសិស្សនៃថ្នាក់បញ្ញាបត្រជាន់ខ្ពស់ខាងផ្នែកព័ត៌មានវិទ្យានៅក្នុងវិទ្យាស្ថានអាកានៃចំនួនទី7ក្នុងថ្ងៃនេះក្រុមយើងខ្ញុំសូមធ្វើបទបង្ហាញទាក់ទងជាមួយនឹងប្រធានបទCore Banking System ដែលធ្វើឡើងនៅក្នុងថ្នាក់Java Enterprise Edition ហើយកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការធ្វើបទបង្ហាញទាំងអស់គ្នាអញ្ចឹងនេះគឺជា content ដែលក្រុមរបស់យើងខ្ញុំមាននៅក្នុងថ្ងៃនេះគឺមានដូចជាទី1ការរៀបរៀងទាក់ទងជាមួយនឹងសមាជិកក្រុមទី2 technology use ទី3 project structure ទី4 project feature ហើយនិងការធ្វើការ demo ដើម្បីបញ្ចប់នៅក្នុងការ presentation របស់ក្រុមខ្ញុំបាទផ្ទាល់ហើយនេះគឺជាសមាជិកក្រុមដែលមាននៅក្នុងក្រុមរបស់យើងខ្ញុំគឺទី1មានដូចជាបងសុបញ្ញាគឺជាសមាជិកក្រុមបងរិទ្ធីគឺជាសមាជិកក្រុមបងរ៉ាឌីគឺជាប្រធានក្រុមហើយនិងខ្ញុំបាទសារ៉ាត់គឺជាសមាជិកក្រុមហើយនិងបងខួចគឺជាសមាជិកក្រុមដូចគ្នាបន្ទាប់ទាក់ទងជាមួយនឹង technology ដែលក្រុមរបស់យើងខ្ញុំបានធ្វើការប្រើប្រាស់នៅក្នុង project មួយហ្នឹងគឺទាក់ទងជាមួយ back end គឺយើងបានធ្វើការប្រើជាមួយនឹង Java Spring Boot ដែលចំពោះ Java ហ្នឹងគឺយើងប្រើជាមួយនឹង Java version 17ហើយនិង Spring Boot យើងបានប្រើជាមួយនឹង Spring Boot version 3.4 ផងដែរហើយលើពីនេះទៅទៀតយើងក៏បានធ្វើការប្រើនៅ technology មួយចំនួនរបស់ Java Spring Boot ផងដែរក្នុងនោះមានដូចជា Spring Security ហើយនិង JWT ក៏ដូចជា Spring Data JPA ហើយនិង MapStack ផងដែរហើយចំពោះ front end ឬក៏ user interface ហ្នឹងយើងក៏បានធ្វើការ select យកភាសាមួយដែលឈ្មោះថា React ដែលយើងប្រើជាមួយនឹង React version 19ហើយយើងក៏បានបូករួមវាជាមួយនឹង Vite version 6ហើយក៏ដូចជា TypeScript ដើម្បីធ្វើការសរសេរនៅក្នុង React ហ្នឹងហើយចំពោះ style យើងក៏បានប្រើជាមួយនឹង Tailwind CSS version 4ហើយបន្ថែមពីនឹងទៅទៀតយើងក៏បានប្រើ Richard ហើយនិង Lucy React ដើម្បីធ្វើការបង្កើតទំនឹង chatbot ឬក៏ dashboard ផ្សេងៗនៅក្នុង project របស់យើងផងដែរហើយចំពោះ database ហើយនិង infrastructure យើងបានប្រើ database ជា PostgreSQL version 16ហើយយើងក៏បានប្រើជាមួយនឹង Flyway ដូចគ្នាដើម្បីធ្វើការ manage ទៅលើការ migrate data ទៅលើ set data នៅក្នុង project របស់យើងឬក៏ការ keep ទៅលើ version database សម្រាប់ធ្វើការ migrate នៅក្នុងproject របស់យើងផងដែរហើយលើពីនេះទៅទៀតយើងក៏បានប្រើ Docker និង Docker Compose ដើម្បីធ្វើការ deploy ទៅលើ project របស់យើងនៅក្នុងការប្រើប្រាស់នៅក្នុង local ផងដែរហើយនេះគឺជា project structure របស់ក្រុមទី1របស់ក្រុមយើងខ្ញុំគឺក្នុងនេះយើងមានជា main folder មួយដែលជាឈ្មោះ project របស់យើងគឺទាក់ទងមួយនឹង Core Banking account transfer ហើយនៅក្នុងនោះគឺយើងមាន sub folder ដែលយើងធ្វើការ manage ទៅលើ back end ហើយនិង front end របស់ project របស់ពួកយើងហ្នឹងហើយខាងលើនេះគឺជា file ដែលទី1ទាក់ទងជាមួយនឹង Docker Compose ដែលយើងធ្វើការ manage ទៅលើការ deployment ទៅលើ project របស់យើងជាមួយនឹង Docker ហ្នឹងហើយលើពីនេះទៀតយើងក៏មាន readme file ដើម្បីធ្វើការ write ទាក់ទងជាមួយនឹងprocess ឬក៏ instruction ដើម្បី set up project របស់ពួកយើងផងដែរហើយចំពោះ back end ហ្នឹងយើងក៏មាន folder មួយឈ្មោះថា back end ដែលក្នុងនោះយើងក៏មាន file pom.html ដែលជា Maven file ដើម្បី manage ទៅលើ dependency ក៏ដូចជា build ទៅលើ configuration របស់ពួកយើងហើយក្នុងនោះយើងក៏មាន Docker file ដែលដើម្បីធ្វើការ manage ទៅលើ requirement ផ្សេងៗដើម្បីធ្វើការ hosting back end របស់យើងជាមួយនឹង Docker នឹងផងដែរហើយលើពីនេះទៅទៀតយើងក៏មាន resource file នៅក្នុង main file នៅក្នុង src file ហ្នឹងដែលក្នុងហ្នឹងយើងមាន application.yaml ដែលយើងធ្វើការ store ទុកនៅ Spring Boot configuration ផ្សេងៗដូចជា folder migration ដែលយើងធ្វើការ keep នៅ version របស់ set data ឬក៏ file សម្រាប់ធ្វើការ migration ទៅលើ project របស់យើងហ្នឹងហើយលើពីនេះទៅទៀតយើងក៏មាន folder មួយដែលឈ្មោះថា Core Banking ហ្នឹងដែលយើងធ្វើការបង្កើតនៅ sub folder ផ្សេងៗដោយ follow ទៅតាម feature project របស់យើងនៅក្នុងហ្នឹងក៏មានដូចជា folder account សម្រាប់ manage ទៅលើ account process ដែលយើងធ្វើនៅក្នុង project របស់យើងហើយមានដូចជា transfer មានដូចជា transaction folder មានដូចជា customer role security
ហើយនឹងចុងក្រោយនេះគឺជា file មួយដែលសំខាន់មែនទែនគឺជា application entry point ដែលមានឈ្មោះថា core banking application.java ហើយមួយទៀតចំពោះ front end យើងក៏មិនខុសពីគ្នាដែរយើងមាន file package សម្រាប់ធ្វើការ manage dependency នៅក្នុង project របស់យើងហើយមាន with config.ts file ដើម្បីធ្វើការ manage ទៅលើ with ដើម្បី build ជា configuration របស់វាក៏ដូចជា file Tailwind configuration ហ្នឹងដើម្បីធ្វើការ set ទុកនៅ variable style ផ្សេងៗរបស់ Tailwind ដែលយើងយកមកប្រើនៅក្នុង project របស់យើងហើយលើពីនេះទៅទៀតយើងក៏មាន file ផ្សេងៗដូចជា file main ដែលជា React DOM rendering entry ហើយ file app ដែល manage ទៅលើ routing ឬក៏ layout នៅក្នុង project របស់យើងហើយមានដូចជា index.css ដែលសម្រាប់ manage ទៅលើគ្រប់ boss style ហើយក្នុងនោះយើងក៏មានការ manage ទៅលើ component ផ្សេងៗដើម្បីបង្កើនភាពងាយស្រួលនៅក្នុងការ build project front end របស់យើងនៅក្នុងនឹងផងដែរហើយមួយទៀតគឺទាក់ទងជាមួយនឹង project feature ចំពោះ project feature នៅក្នុងក្រុមរបស់យើងក៏បានធ្វើ feature ជាច្រើនហើយក្នុងនោះខ្ញុំបាទសូមលើកយកនៅ feature មួយចំនួនដែលសំខាន់នៅក្នុង project របស់យើងដើម្បីយកមកបកស្រាយត្រួសៗសម្រាប់ present នៅក្នុងថ្ងៃនេះជាទីមួយនឹងគឺទាក់ទងជាមួយនឹង core operation ចំពោះ core operation យើងមាន customer ហើយនិង account management ដែលយើងធ្វើការអាចបង្កើតទៅលើ account bank account របស់យើងក៏ដូចជា manage ទៅលើ user profile ផងដែរហើយមួយទៀតគឺទាក់ទងជាមួយនឹង money movement ចំពោះ money movement គឺយើងអាចធ្វើការបង្កើតនៅ external ក៏ដូចជា internal account transfer ពីដោយយើងធ្វើការ transfer លុយពី account មួយទៅ account មួយទៀតអាចជា internal account ឬក៏ external ដែលយើងហៅវាថាជា internal transfer ឬក៏ external transfer ហើយចំពោះចំណុចចុងក្រោយនេះគឺទាក់ទងជាមួយនឹង transaction visibility ដែលយើងអាចធ្វើការ view ទៅលើ history នៃការធ្វើ transaction ផ្សេងៗឬក៏ធ្វើការបង្កើនភាពងាយស្រួលមួយទៀតគឺយើងអាចធ្វើការ search ឬក៏ filter ទៅលើ record ណាមួយដែលយើងចង់បានដោយប្រើរយៈពេលខ្លីហើយនឹងអាចសម្រួលទៅដល់ការប្រើប្រាស់របស់យើងផងដែរមួយទៀតទាក់ទងជាមួយនឹង security ហើយនឹង compliance ក្នុងហ្នឹងយើងក៏មានទាក់ទងជាមួយនឹងការ manage ទៅលើ role based access ដែលយើងធ្វើការបង្កើត permission សម្រាប់ user ដូចជា user admin user maker checker ហើយនិង customer ដែលយើងធ្វើការ set នៅក្នុង system របស់យើងចំពោះ set ដែលអាចប្រើបាននៅក្នុង system របស់យើងទៅតាម user មួយៗដែលយើងមានហ្នឹងហើយមួយទៀតយើងក៏អាចធ្វើការទៅជាមួយនឹង maker checker approve ហ្នឹងគឺមានន័យថាយើងអាចធ្វើការ set ទៅជាមួយនឹង light transfer ដែលយើងធ្វើការ set ទៅលើចំនួនណាមួយដែលយើងអាចថាវាជា light transfer ដើម្បីធ្វើការ approve by checker ហ្នឹងហើយចំពោះ light transfer ហ្នឹងគឺបង្កើតឡើងដោយពី maker មួយទៅ maker មួយទៀតបើសិនជាវាលើសនៅ maximum នៃការ set ឲ្យ transfer ហ្នឹងគឺយើងត្រូវការ waiting for checker សម្រាប់ approve transaction មួយហ្នឹងសិនហើយចំពោះចំណុចចុងក្រោយហ្នឹងទាក់ទងជាមួយនឹង audit ហ្នឹងគឺយើង manage ទៅលើការធ្វើ activity ផ្សេងដែលបង្កើតឡើងដោយ user មួយហ្នឹងនៅក្នុង system របស់យើងដោយយើងធ្វើការបង្កើតជា log ដើម្បីធ្វើការ manage ទៅលើការប្រើប្រាស់ប្រចាំថ្ងៃរបស់ user មួយថា user មួយមានធ្វើអីខ្លះនៅក្នុង system របស់យើងឧទាហរណ៍ដូចជាការបង្កើត account ការ inactive account ឬក៏ការបង្កើត transfer ផ្សេងពី account មួយទៅ account មួយជាដើមហើយចំពោះចំណុចទី3ហ្នឹងគឺទាក់ទងជាមួយនឹង REST and control ចំពោះ REST control ហ្នឹងយើងក៏បានធ្វើការបង្កើតឲ្យមាន daily transfer limit ដែលក្នុងនោះយើងអាច set នៅក្នុង account មួយទាក់ទងជាមួយនឹង amount នៅក្នុងការ transfer ប្រចាំថ្ងៃក៏ដូចជាចំនួនដែល account មួយអាចធ្វើការ transfer ប្រចាំថ្ងៃមានន័យថា maximum ប៉ុន្មានដែល account មួយអាចធ្វើការ transfer បានក៏ដូចជាចំនួនប្រមាណដងដែល account អាចធ្វើការ transfer បាននៅក្នុងរយៈពេលមួយថ្ងៃហ្នឹងហើយមួយទៀតគឺទាក់ទងមួយនឹង account freeze នឹងគឺទាក់ទងមួយនឹងការ inactive account ឬក៏ active account ក៏ដូចជាការ block account នៅក្នុង system របស់យើងឧទាហរណ៍ថា account ហ្នឹងមានបញ្ហាអីឬក៏មាន cache ណាមួយនៅលើ account ហ្នឹងអាចមានការ request ដើម្បីធ្វើការ inactive ទៅលើ account គឺយើងអាចធ្វើការ inactive ឬក៏ active ទៅលើ account ហ្នឹងបានវិញផងដែរ
មានទៀតទៅនឹង reporting and analyze តិចអញ្ចឹងក្នុងហ្នឹងគឺយើងក៏មានធ្វើការបង្កើតជា admin dashboard មួយសម្រាប់ឲ្យ admin ដើម្បីងាយស្រួលនៅក្នុងការ track real time ទៅលើការប្រើប្រាស់ក្នុង system ហ្នឹងអាចជាចំនួននៃការ transfer អាចជាការមើល log មើលអីរបស់ admin ហ្នឹងដើម្បីគាត់ងាយស្រួលក្នុងការ manage ទៅលើ system មួយហ្នឹងហើយមួយទៀតគឺយើងអាចធ្វើការ export ទៅលើ statement ផ្សេងៗដូចជាexport ទៅលើការ transfer ឬក៏ទៅលើ account statement ដែលមាននៅក្នុង system របស់យើងហ្នឹងយើងអាចធ្វើការ export ជា Excel file ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងទៅលើឯកសារផ្សេងៗអញ្ចឹងការ version របស់ខ្ញុំមានតែប៉ុណ្្នឹងហើយជាបន្ទាប់យើងនឹងទៅកាន់ការ demo ទៅលើ system របស់យើងអូខេសួស្តីអ្នកនរគ្នាអញ្ចឹងយើងចូលមកកាន់ការ demo របស់ខ្ញុំបាទផ្ទាល់អញ្ចឹងនិយាយមកខ្ញុំសូមបើកsystem របស់ក្រុមខ្ញុំជា2 browser ដែលទី1នឹងធ្វើការ login ជា maker ហើយនឹងមួយទៀតគឺសូម login ជា administrator ឬក៏ជា checker ជំនួសខ្ញុំសូមការធ្វើការ login ជា maker ជាមុនសិនដល់យើងគាត់ណាធ្វើការវាយទៅនឹងជា username និង password របស់ user maker របស់យើងហ្នឹងចឹងនៅពេលដែលយើងធ្វើការ login ជា maker ហ្នឹងយើងនឹងឃើញ menu មួយចំនួនដែលក្នុងនោះមានដូចជា account ហើយ transaction external transfer ហើយនិង internal transfer ដែលនៅក្នុង account យើងអាចមើលឃើញតែ account ដែលមាននៅក្នុង user ដែលយើង login ទេហើយយើងអាចធ្វើការ export account របស់យើងបានក៏ដូចជាមើលទៅមើល dashboard មួយចំនួនដែលមាននៅក្នុង account ហ្នឹងហើយមួយទៀតយើងអាចធ្វើការ search ទៅនឹង account របស់យើងដែលយើងមានហើយនឹង filter តាមរយៈ option ដែលយើងមាននៅក្នុងនោះផងដែរចំពោះ transfer គឺយើងសូត្រតែចំពោះ transaction យើងសូត្រតែ transaction ដែល user មួយនឹងបានធ្វើអាចថាជាការ keep ជា history transaction ដែលមានតែគាត់ធ្លាប់ធ្វើពីមុនមកហើយយើងអាចធ្វើការ filter ឬក៏ search តាមរយៈ ID ឬក៏តាមរយៈ account របស់គាត់ផងដែរក្នុងនេះយើងអាចធ្វើការបង្កើតជា internal transfer ទៅតាមប្រភេទ method ផ្សេងៗដែលយើងមាននៅក្នុងហ្នឹងហើយយើងគ្រាន់តែធ្វើការ select account របស់គាត់ហើយយើងបំពេញនឹងព័ត៌មានមួយចំនួនដើម្បីធ្វើការបង្កើតជា internal transfer នេះខ្ញុំសូមនិយាយតែទូសិនទេហើយចំពោះ internal transfer ក៏ដូចគ្នាដែរយើងអាចធ្វើការ select ទៅនឹង account ដែលមានហើយនឹងបញ្ចូលនៅ account ដែលយើងចង់ធ្វើការ send ទៅបំពេញនៅ amount ដែលយើងចង់ផ្ញើហើយយើងក៏អាចធ្វើការ remark ឬក៏ note ផ្សេងៗជា message ផ្សេងៗនៅក្នុងនោះដើម្បីធ្វើការ send ទៅកាន់ maker មួយទៀតបានដូចគ្នាហើយមួយទៀតយើងចូលទៅកាន់ interface ជា checker អញ្ចឹងយើងកណ្ណាវាយចូលនៅ username និង password របស់ checker មកអញ្ចឹងចំពោះ checker គឺយើងឃើញនៅ menu ទាំងអស់នេះដូចជា dashboard customer account transaction internal transfer approve audit ហើយនិង report មួយវិញទៀតចំពោះ admin ក៏ដូចគ្នាដែរចំពោះ admin គឺ menu គឺដូចនឹង checker ដែរតែ admin អាចមាន set មួយចំនួននៅលើជាមួយ checker អញ្ចឹងខ្ញុំសូមចូលនៅក្នុង admin នឹងតែម្ដងជាមួយនឹង feature ផ្សេងៗក្នុងហ្នឹងមាន dashboard មានអីសម្រាប់ឲ្យយើងមើលថាមានចំនួនលុយដែលធ្វើការ transfer សរុបប្រមាណហើយមាន account ប្រមាណដែល active មានមួយទៀតគឺមាន transaction ប្រមាណដែល pending ដែលត្រូវរងចាំការ approve ចេញពី admin ដែលយើងបាន login ហ្នឹងទៀតគឺ customer ដែលយើងអាចធ្វើការមើលទៅលើ customer name email ក៏ដូចជា customer ID ហើយអាចមើលពី account របស់គាត់ផងដែរហើយយើងអាចធ្វើការ search customer តាមរយៈ name ID ឬក៏ email ដោយយើងកាន់តែវាយមកយើងអាច search បានដូចគ្នាហើយនឹងអាចធ្វើការ export ដូចជាការធ្វើការបង្កើតនៅ new customer បានដូចគ្នាចឹងនេះគឺជា customer ដែលខ្ញុំបានបង្កើតថ្មីហ្នឹងចឹងក្នុងនេះក៏យើងបានបង្កើតវាជា pagination ជាអីផ្សេងៗដូចដែលអ្នកនរគ្នាបានឃើញចឹងហើយទៅទៅជាមួយនឹង account យើងអាចឃើញពី account ទាំងអស់ដែលមាននៅក្នុង system របស់យើងបែបទៅតាម status ផ្សេងៗអាចជា status inactive ឬក៏ active account ហើយក្នុងនេះយើងអាចធ្វើការ filter បានដូចគ្នាតាមរយៈ name របស់ customer ឬក៏តាមរយៈ account ID របស់វាផ្ទាល់ផងដែរហើយក្នុងនោះគឺយើងអាចមើលឃើញពី dashboard មួយរបស់ account ហើយយើងអាចធ្វើការ create account ថ្មីក៏ដូចជាធ្វើការ export បានដូចគ្នាហើយលើពីនេះទៅទៀតយើងអាចធ្វើការ set ទៅលើ limit នៅក្នុងការ transfer ប្រចាំថ្ងៃអាចជា limit amount ក៏ដូចជា limit count យើងអាចធ្វើការ transfer ប្រហែលដងនៅក្នុងមួយថ្ងៃលើពីនេះទៅទៀតយើងអាចធ្វើការ inactive ឬក៏ active account មួយនឹងបានដូចជាកន្លែងនេះអញ្ចឹង account ហ្នឹងគឺ active អញ្ចឹងយើងអាចធ្វើការ inactive ទៅលើ account ហ្នឹងចំពោះ account នេះគឺ inactive ស្រាប់អញ្ចឹងយើងអាចធ្វើការ
អានធ្វើការ active account មកវិញបានឬក៏យើងអាចធ្វើការ close account បានដូចគ្នាអញ្ចឹងយើងអាចធ្វើការតេស្តមើលaccount ណាមួយដែលយើងចង់ធ្វើមកដូចជា account ហ្នឹងអញ្ចឹងយើងអាចធ្វើការ inactive បាននេះដូចយើងបានឃើញអញ្ចឹងហើយយើងអាចធ្វើការactive វាមកវិញបានដូចគ្នាអូខេហើយនេះគឺទៅមួយនឹងការ transfer ផ្សេងៗគឺយើងអាចមើលការ transfer ពី account មួយទៅ account មួយដោយយើងអាច search អាច filter បានដូចគ្នានៅក្នុងហ្នឹងឬក៏យើងអាចធ្វើការdownload ជា file ដើម្បីទុកជាឯកសារផ្សេងៗបានហើយចំពោះ approval ហ្នឹងដូចយើងបាននិយាយអញ្ចឹងគឺនៅក្នុង system របស់យើងគឺមានកំណត់ limit ថាចំនួនប៉ុន្មានដែលត្រូវរងចាំការ approve ពី checker ឬក៏ admin ជាមុនសិនអញ្ចឹងកន្លែងនេះយើងអាចធ្វើការ approve ឬក៏ reject transaction ដែល maker នឹងបានធ្វើបាននេះអាច approve ឬ reject បានអញ្ចឹងនៅក្នុង dashboard វានឹងបន្ថយទៅតាមនឹងដែរនៅពេលដែលយើងបាន approve ឬក៏ reject ទៅលើ transaction នឹងហើយបន្ទាប់ទៅមួយនឹង audit គឺវា track ទាំងអស់ហើយ track ជាមួយនឹងការ transfer ជា internal ឬក៏ធ្វើការ update data account អីក៏វាធ្វើការ update នៅក្នុង log របស់យើងផងដែរនិយាយរួមទៅគឺទាក់ទងមួយនឹង process នៅក្នុង system ទាំងអស់គឺវានឹង record ទុកនៅក្នុង audit ហ្នឹងមួយទៀតទាក់ទងមួយនឹងធ្វើការទាក់ទងមួយនឹង report គឺវា show ជា chart ដែលយើងអាចមើលពីលុយដែលបាន transfer ទាំងអស់អាចមើលពី account ដែលមានហើយនឹង pending ប៉ុន្មានអីវាស្តៀងនឹងលើដែរទេអញ្ចឹងកុំឲ្យខាត់ពីយូរយើងធ្វើការទៅបង្កើតជា transfer មួយចេញពី maker អញ្ចឹងនេះគឺជា interface maker អញ្ចឹងក្នុង maker ហ្នឹងយើងចាំបន្តិចខ្ញុំសុំចូលទៅ copy account មួយសិនអញ្ចឹងបើយើងមើល account របស់ Mr. A ហ្នឹងគឺលុយអត់មានទេអូខេអញ្ចឹងយើងធ្វើការ transfer ចេញពី account របស់ maker ចូលទៅក្នុង Mr. A អូខេចឹងនៅក្នុងហ្នឹងគឺយើងមានពីរ account ដែល account មួយជា active account account មួយទៀតជា inactive account អញ្ចឹងយើងអាចធ្វើការ transfer តេស្តជាមួយនឹង account ដែលវាជា inactive account ដែលយើងអាចធ្វើការ transfer ចេញបានអត់អញ្ចឹង account ហ្នឹងគឺ account មួយនេះយើងអាចធ្វើការselect បានហើយយើងបញ្ចូល account ដែលយើងចង់ send ទៅខ្ញុំដាក់ចំនួន100អញ្ចឹងវានឹង show message ថា account នេះគឺ not active អត់អាច send ទៅបានទេអញ្ចឹងបើសិនជា account យើង send ដល់ account មួយទៀតដែលវាជា account active គឺយើងអាចដោយសារហ្នឹងវាអត់ឃើញ account មួយហ្នឹងសារយើងបញ្ចូលខុសអញ្ចឹងនេះគឺវា approve បានធម្មតានៅពេលដែលយើងធ្វើការ submit ហ្នឹងអញ្ចឹងឧទាហរណ៍ថាដោយសារតែហ្នឹងគឺ maximum គឺលើសពី 5000 គឺយើងនឹងត្រូវការរងចាំនៅក្នុងការ approve ពី checker អញ្ចឹងខ្ញុំសុំតេស្ត5000ចុះអញ្ចឹងយើងធ្វើការបង្កើត transaction ហ្នឹងគឺវានៅរងចាំការ approve ពី checker ហ្នឹងអញ្ចឹងនៅពេលដែល checker ចូលមកវានឹងមានអានេះកើន8មិញតាម7លេខអញ្ចឹងវានឹងមាននេះមានtransaction ដែលយើងអាចមើលដឹងថាពី account ណាទៅ account ណាហើយយើងវារងចាំការ approve ពីយើងអញ្ចឹងយើងចុច approve មកនៅក្នុង account ដែលយើងមានហ្នឹងវានឹង approve ដែររងចាំការ approve មិញវានឹង approve approve នៅពេលដែល checker ឬក៏នៅពេលដែល checker ធ្វើការ approve ពីខាងuser របស់គាត់ចឹងចំពោះ internal transfer ហ្នឹងដូចគ្នាយើងអាចធ្វើការបង្កើត transaction ផ្សេងៗទៅតាម method មួយដូចហ្នឹងចឹងយើងអាចធ្វើការបង្កើតតាមរយៈ ACH transfer ចឹងយើងក៏តេស្តមកខ្ញុំដាក់ Mr. A ហើយសិនទៅ account ដូចមិញដែរយើងដាក់ចំនួនមកថតតែ100អីចឹងមក bank យើងដាក់ AA bank អីចឹងទៅចឹងយើងអាចធ្វើការបង្កើតtransfer នឹងបានគ្នាដោយដំបូងវា load ជា interface ស្រាប់ឲ្យយើង review ជាមុនសិនហើយយើងអាចធ្វើការ confirm and authorize បានចឹងដោយសារតែ transaction account ដែលយើងប្រើនឹងវាជា not active វា show interface ដូចមុនដែរចឹងយើង select account ដែលវាជា active account ហើយយើងចុចម្ដងទៀត sorry នេះជា account ដែល active អូខេចឹងយើងធ្វើការបង្កើតម្ដងទៀត active account គឺ account size AA bank ចឹងវានឹងអាចធ្វើការ transfer បានធម្មតាចឹងបើយើងទៅមើល log នៅក្នុងaudit log ក្នុងនេះគឺវា record
នេះថាមាន transaction Auto Approve ហ្នឹងចំនួន1អីចឹងចេញពីអីគេ AA Bank អីចឹងក្នុងហ្នឹងវា record ទាំងអស់មានម៉ោងហើយនៅក្នុងថ្ងៃណាអញ្ចឹងវា record ទាំងអស់យើងក៏អាចធ្វើការ export វាបានដូចគ្នាឬក៏ search ក្នុងហ្នឹងក៏អាច search បានដែរចឹងនៅក្នុងហ្នឹងមានតែប៉ុណ្្នឹងហើយសូមអរគុណទៅដល់សម្រាប់ការតាមដានក៏ដូចជាការ pay attention នៅក្នុងការ present មួយហ្នឹងហើយក្រុមរបស់យើងខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណនិងសូមជម្រាបលា